សួស្តីបងប្អូនទាំងអស់គ្នាបាទញ៉ាំនេះមក unboxing ទុំអាឡឹកបងប្អូនបាទពេលវេលាដែលរងចាំជាយូរមកហើយហ្នឹងហើយក៏មិនអត់ដឹងថាមិនទុំតែឥឡូវដឹងហើយនេះគេមើលអាកន្លែងអឺអីគេដៃវាហ្នឹងពេលវាងាប់ហើយវាទុំល្អហើយអញ្ចឹងថ្ងៃហ្នឹងគឺដល់ពេលដែលត្រូវបេះដើម្បីមក unboxing ហើយតែប្រពន្ធដូចមិនដាច់ចិត្តតោះឃើញធំពេកអត់ដាច់ចិត្តពុះហ្នឹងហើយតែដល់ពេលពុះមកហើយដូចពុះដូងអញ្ចឹងពុះអាឡឹកដូចពុះដូងនិយាយថាពីរឹងមែនតើដោយសារអីបងប្អូននេះសម្បកវាក្រាស់តែមើលសាច់គេអូហូល្អមែនគឺពេញបឹបពេញចិត្តបឹបហ្មងដែលឆ្ងាញ់មកឃើញពណ៌ណាឆ្ងាញ់ហ្មងហ្នឹងហើយប្រពន្ធសប្បាយចិត្តឃើញអាឡឹកហ្នឹងហ្មងអានេះធំជាងគេឲ្យភ្លក់ទៀត